ព្រោះតែអាណិតកូនឪពុកម្ដាយមិនខ្លាចស្លាប់កាលពីនៅសម័យពលពតបងប្អូនពុកម៉ែយើងគ្រប់រូបសុទ្ធតែបានជួបប្រទះនៅទង្វើដ៏ឈឺចាប់ខ្លោចផ្សានិងការលំបាកវេទនាទុក្ខសោកគ្រប់បែបយ៉ាងអ្នកខ្លះគេចាប់យកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃបំផុតអ្នកខ្លះទៀតត្រូវបានព្រាត់ប្រាសម៉ែឪបងប្អូនកូនចៅញាតិមិត្តជាទីស្រឡាញ់ទាំងដែលនៅតូចទាំងដែលមិនទាន់ដឹងក្តីមានខ្លះទៀតមិនទាន់ទាំងលែងបើដោះនៅឡើយផងនៅក្នុងទស្សនវិជ្ជានោះដែរយើងពិតជាបានឃើញពីជំរឿចិត្តយ៉ាងជ្រាលជ្រៅនិងការតស៊ូយ៉ាងមុតមាំរបស់ម្ដាយឪពុករបស់យើងដើម្បីតែកូនរបស់គាត់ម្នាក់ៗសួស្តីបងប្អូនទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងសាច់រឿងថ្មីអញ្ចឹងសម្រាប់សាច់រឿងក្នុងថ្ងៃនេះផងដែរគឺយើងដកស្រង់ចេញពីកាលពីសម័យប៉ុលពតតែម្ដងអញ្ចឹងសម័យប៉ុលពតខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនតាយាយភិជាច្រើនគាត់ធ្លាប់បានជួបប្រទះថាតើសម័យប៉ុលពតវាលំបាកវេទនាសាហាវព្រៃផ្សៃយ៉ាងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាដែលសាច់រឿងនេះគឺមានចំណងជើងថាបំបើដោះកូនហើយមុននឹងចូលស្ដាប់សូមបងប្អូនទាំងអស់គ្នាមេត្តាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងណាហើយក៏សូមអធិស្ឋានបងប្អូនអរគ្នាសម្រាប់ការដែលស្ដាប់ទៅសំឡេងរៀងកងល់បន្តិចឲ្យបងប្អូនអរគ្នាដោយសារថ្ងៃហ្នឹងផ្ដាសាយហើយណាមួយឈឺកទៀតនិយាយស្ទើរតែមិនរួចទេប៉ុន្តែបានតែឧឆ្មាមួយកែវទៅក៏រៀងបានទូស្បើយបំពង់កបន្តិចអញ្ចឹងតោះយើងចូលស្ដាប់សាច់រឿងទាំងអស់គ្នានៅក្នុងរបបប្រល័យពូជសាសន៍ពលពតដ៏ខ្មៅងងឹតគ្រួសារទាំងអស់ត្រូវបានរស់នៅផ្សេងគ្នានារីម្នាក់មានកូនឈ្មោះម៉ៅមិនទាន់នឹងលែងបៅស្រួលបួផងក៏ត្រូវពលពតបំបែកម៉ៅចេញពីម្ដាយម៉ៅនៅតូចចេះតែនឹកម្ដាយមិនឈប់សោះម៉ៅដើរដោយជើងទទេយំងើទៅរកម៉ែទាំងយប់ម្ដាយគ្រាន់តែក្រឡេកឃើញកូនពីចម្ងាយក៏ស្ទុះទៅអោបត្រកងកូនទាំងអារម្មណ៍ភ័យផងអរផងព្រោះខ្លាចគេសម្លាប់កូនម្យ៉ាងទៀតនឹកគ្រប់ដង្ហើមចិញ្ចោទាំងអស់ពេលដែលស្ងាត់គាត់តែងតែលួចបំបៅដោះកូនដែលលាក់បាំងពីភ្នែកពួកឆ្លប់អញ្ចឹងពួកឆ្លប់គឺបងប្អូនអរគ្នាប្រហែលជាស្គាល់ហើយអញ្ចឹងពួកឆ្លប់គេសំដៅទៅលើពួកដែលកងកម្លាំងរបស់ពលពតអញ្ចឹងណាគេតែងតែឆ្លប់តែងតែលួចមើលថាតើប្រជាពលរដ្ឋយើងមួយណាដែលហ៊ានក្បត់នឹងសមមិត្តអីចឹងទៅស្បត់នឹងសមាគមរបស់គេចឹងទៅអញ្ចឹងបើគាត់ឃើញគេនឹងសម្លាប់ចោលតែម្ដងគាត់ក៏បានយកដៃក្រមាបាំងក្បាលកូនហើយអង្គុយបត់ជើងមើលទៅហាក់ដូចជាអង្គុយតែម្នាក់ឯងអញ្ចឹងមិនយូរប៉ុន្មានមានមេឆ្លប់និងកងឆ្លប់2ទៅ3នាក់ទៀតចាប់អារម្មណ៍ឃើញស្រមោលព្រាលយូរទៅពួកវាចេះតែសង្ស័យគាត់ការសង្ស័យរបស់មេឆ្លប់បានស្ដែងចេញឲ្យឃើញយ៉ាងច្បាស់ថាមាននារីម្នាក់កំពុងតែលួចបំបៅដោះកូនដែលខុសនឹងច្បាប់របស់អង្គការប្រាប់តែពេលនោះមេឆ្លប់ក៏បានកញ្ឆក់ទាញស្រីម៉ៅចេញពីគាត់ព្រមទាំងស្រែកសម្លុតគាត់យ៉ាងខ្លាំងថាមិត្តឯងមិនដេចក៏ហ៊ានល្មើសច្បាប់អង្គការយ៉ាងនេះហើយគំរាមយកទៅសម្លាប់ទាំងម្ដាយនិងកូនទៀតផងគាត់អាណិតកូនខ្លាំងណាស់មិនហ៊ានតដៃនិងមិនហ៊ានហាស្ដីខ្លាចគេធ្វើបាបកូនភាពរឹងរូសរបស់ស្រីម៉ៅដែលនៅតែរត់ទៅអោបម្ដាយធ្វើឲ្យមេឆ្លប់រឹតតែខឹងហើយបញ្ជាឲ្យកងកម្លាំងឆ្លប់ចាប់យកទៅជំរំវិញកងឆ្លប់ដែលជាមនុស្សគ្មានមโนសញ្ចេតនាបានទាញដៃម៉ៅដែលតោងជាប់នឹងម្ដាយយ៉ាងស្អិតតឹងណែនចេញពីម្ដាយហើយចាប់យកទៅទាំងវាកំពុងស្រែកយំយ៉ាងខ្លាំងដើរបណ្ដាលទាញបណ្ដាលធ្វើឲ្យវាដួលព្រុសទៅលើដីធ្វើឲ្យខ្លួនប្រឡាក់សុទ្ធតែដីហើយពួកវានៅតែបន្តទាញដៃម៉ៅទៀតបណ្ដាលឲ្យជង្គង់អូសទៅលើដីរលាត់ស្បែកមុតបន្លាស្ទើរតែសុះពេញខ្លួនទាំងអស់ប៉ុន្តែម៉ៅនៅតែស្រែកហៅម៉ែមិនឈប់សោះម្ដាយគ្រាន់តែឃើញទិដ្ឋភាពគួរឲ្យខ្លោចផ្សាបែបនេះគាត់ក៏ស្ទុះទៅចាប់ក្រសោបអោបកូនហើយទ្រហោយំគួរឲ្យសង្វេគចិត្តជាទីបំផុតស្របពេលនោះគាត់ស្រែកយ៉ាងអស់សំឡេងថាបើចង់សម្លាប់ក៏សម្លាប់មកចុះទោះជាត្រូវសម្លាប់ក៏អញសុខចិត្តដែរឲ្យតែអញបានបំបើដោះកូនអញមិនអាចមើលឃើញកូនត្រូវពួកឯងធ្វើបែបនេះទេនៅពេលឃើញស្ថានភាពដ៏គួរឲ្យរំជើបចិត្តនិងភាពក្លាហានរបស់ម្ដាយធ្វើឲ្យមេឆ្លប់ទន់ចិត្តហើយពួកវាក៏យល់និងព្រមឲ្យម៉ែបានជួបកូននឹងឲ្យម៉ៅបើរហូតឆ្អែតទើបយកម៉ៅទៅជំរុំវិញឃើញថាកន្លែងនេះគឺថាសាហាវព្រៃផ្សាយមែនតើឃើញថាកម្លាំងឆ្លប់បានបំបែកម៉ៅចេញពីម្ដាយរបស់ខ្លួនដោយមិនឲ្យសូម្បីតែម៉ៅបើដោះជាលើកចុងក្រោយអញ្ចឹងណាអញ្ចឹងគេបានបំបែកទាំងពីរហ្នឹងទៅដល់យកម៉ៅទៅជំរុំវិញហើយម្ដាយរបស់ម៉ៅប្រហែលជាទុកនៅដើម្បីធ្វើការងារបន្តទៀតអញ្ចឹងទៅព្រោះជំនាន់ពលពតក្រៅពីធ្វើការងារឲ្យអង្គការគឺគ្មានអីធ្វើទេគឺដូចជាកាប់លើកភ្លឺស្រែធ្វើស្រែអីហ្នឹងឯងហើយប្រើហើយវាយដំច្រំធាក់ហើយបង្អត់អាហារជាច្រើនទៀតដោយអាហារគ្រប់គងឲ្យពួកគាត់បរិភោគគឺម្នាក់មិនគ្រប់គ្រាន់ទេមានអ្នកខ្លះញ៉ាំបានតែទឹកបបរក៏មានដែរអញ្ចឹងក្រោយពីបំបើកូនរួចគាត់ក៏ប្រគល់ម៉ៅឲ្យទៅមេឆ្លប់គាត់ឈរមើលគេបណ្ដាកូនទៅ
មិនទុកចិត្តគាត់នៅតែតាមលួចមើលកូនពីក្រោយក្រែងគេធ្វើបាបកូនរបស់គាត់អញ្ចឹងនេះគឺជាទឹកចិត្តរបស់ម្ដាយទោះបីជាជីវិតចុងក្រោយរបស់គាត់យ៉ាងណាក៏ដោយក៏គាត់មិនអាចសម្លឹងមើលគេធ្វើបាបកូនរបស់គាត់នោះទេសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរទឹកចិត្តរបស់ម្ដាយស្រឡាញ់កូនស្មើនឹងកែវភ្នែកស្មើនឹងជីវិតរបស់គាត់បើមាននរណាម្នាក់មកធ្វើបាបកូនម្ដាយនឹងមិនខ្លាចអ្វីទាំងអស់ហ៊ានបដូរជីវិតហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារកូនម្យ៉ាងទៀតទោះបីជាគាត់ត្រូវឃ្លាតឆ្ងាយពីកូនយ៉ាងណាក្ដីម្ដាយនៅតែលួចពួនឃ្លាំមើលស៊ើបដំណឹងចង់ដឹងពីសុខទុក្ខរបស់កូនខ្លាចកូនទទួលការឈឺចាប់ហើយក្នុងចិត្តរបស់គាត់នឹកស្រមៃឃើញតែកូនគ្រប់ពេលវេលាចង់ឃើញមុខកូនជាទីស្រឡាញ់ចង់អោបថើបចង់ប៉ះពាល់ថ្នាក់ថ្នមនៅក្បែរនិងផ្ដល់ភាពកក់ក្ដៅឲ្យកូនជានិច្ចទំហំនៃក្ដីស្រឡាញ់របស់ម្ដាយដែលមានចំពោះកូនគឺមិនអាចកាត់ថ្លៃបានទេព្រោះម្ដាយមិនអាចបើកភ្នែកសម្លឹងមើលកូនត្រូវបានគេបង្អត់អាហារនិងត្រូវបានគេធ្វើបាបឡើយដោយសារតែទឹកចិត្តស្រឡាញ់ដែលផ្ដល់ឲ្យកូនយ៉ាងច្រើនលើសលប់នេះហើយទើបម្ដាយលែងមានចិត្តខ្លាចសេចក្ដីស្លាប់នៅខាងមុខទៀតនិងហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូនដើម្បីចង់បាននៅសេចក្ដីសុខផ្ដល់ឲ្យកូនអ្នកម្ដាយគ្រប់រូបតែងតែពុះពៀគ្រប់ឧបសគ្គទាំងអស់ដែលពីមុនធ្លាប់តែខ្លាចញញើតប៉ុន្តែពេលកូនជប់ទុក្ខម្ដាយត្រូវតែហ៊ានគ្រប់បញ្ហាដែលខ្លួនកំពុងតែប្រឈមមុខអញ្ចឹងសម្រាប់រឿងនេះគឺម្ដាយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូនមិនថាជាឧបសគ្គណាក៏ដោយទោះបីជារឿងខ្លះគាត់មិនដែលប្រឈមមុខគាត់តែងតែខ្លាចញញើតគាត់មិនហ៊ានប៉ុន្តែនៅពេលដែលរឿងហ្នឹងជួបទៅលើកូនរបស់គាត់តែងតែហ៊ានពុះពៀវាដើម្បីកូនរបស់គាត់ធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់មានសេចក្តីសុខផុតទុក្ខផុតការលំបាកផុតឧបសគ្គដែលគាត់បានជួបទាំងអស់អញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតមកដល់ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងកាន់តែយល់ឲ្យបានច្បាស់អំពីជំរឿចិត្តរបស់ម្ដាយក៏ដូចជាឪពុករបស់យើងផងដែរថាគាត់មានចិត្តស្រឡាញ់និងបារម្ភពីកូនកម្រិតណាអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ